ជាដំបូងខ្ញុំសូមជួបព្រះគម្ពីរមួយវត្តនៅក្នុងគម្ពីរហេព្រើរជំពូក11ខ1រីឯសេចក្តីជំនឿនោះគឺជាចិត្តដែលដឹងជាក់ថានឹងដោយសេចក្តីសង្ឃឹមជាសម្គាល់ពីការដែលមើលមិនឃើញបងប្អូនប្រមូលបិតាជាម្ចាស់ជីវិតនេះកូនដែលគង់នៅឋានសួគ៌ដ៏ខ្ពស់បំផុតហើយអង្គហើយកូនសូមថ្លែងអំណរព្រះគុណដល់ព្រះអង្គជាខ្លាំងណាស់នៅអភ័យឯកសិទ្ធដែលទូលបង្គំទាំងអស់គ្នាបានចូលមកដល់បល្ល័ង្កទ្រង់ដើម្បីនឹងរៀនសូត្រក្រាបថ្វាយបង្គំព្រះអង្គគ្រប់ទាំងជាងសរសើរដំកើងព្រះអង្គផងហើយក៏សូមព្រះអង្គប្រទានពរដល់គ្រប់គ្នាឲ្យបានរស់នៅប្រកបដោយសេចក្តីសុខសាន្តនៅក្នុងព្រះគុណនៃព្រះអង្គជារៀងរហូតដល់ពេលដែលព្រះអង្គនិយាយមកជាលើកទី2លើកយកគ្រប់គ្នាទៅនៅជាមួយព្រះអង្គហើយកូនសូមថ្លែងអំណរព្រះគុណដល់ព្រះអង្គជាខ្លាំងណាស់នៅអភ័យឯកសិទ្ធនេះហើយដូច្នេះក៏សូមព្រះអង្គប្រទាននូវសេចក្តីជំនឿដល់ទូលបង្គំទាំងអស់គ្នាឲ្យកាន់តែរឹងមាំឡើងដុះដាលរីកឡើងដើម្បីទូលបង្គំទាំងអស់គ្នាអាចនឹងចែកចាយដល់បងប្អូនដទៃទៀតដែលគេមិនទាន់បានទទួលជឿដល់ព្រះអង្គនោះឲ្យគេបានដឹងឮហើយគេនឹងបើកចិត្តទទួលជឿដល់ព្រះអង្គផងដែរព្រះអង្គអាចគុំសូមថ្លែងអំណរព្រះគុណដល់ព្រះអង្គហើយធារីរោគនេះព្រះអង្គហើយក៏មានដល់4-5ក្រុមរួបគ្នានៅទីនេះក៏សូមព្រះអង្គប្រទានពរដល់គ្រប់គ្នានឹងបង្កើននូវសេចក្តីជំនឿឲ្យគេកាន់តែរឹងមាំណាស់ដើម្បីនឹងចែកចាយដល់បងប្អូនដទៃផ្សេងទៀតគឺខ្លះទៀតដែលមិនទាន់បានទទួលក៏នឹងសូមព្រះអង្គហៅរកគេឲ្យចូលមកក្នុងប្រគុណនៃព្រះអង្គផងដែរព្រះអង្គហើយគុណសូមថ្លែងអំណរប្រគុណដល់ព្រះអង្គជាខ្លាំងណាស់ហើយបងប្អូនទូបង្គំខ្លះដែលមិនបានមកនៅថ្ងៃនេះដោយមានទរៈអ្វីផ្សេងក៏សូមព្រះអង្គប្រទានពរបើចំហចិត្តគេនឹងដាស់តឿនក្រៅនឹងលើកគេពីថ្ងៃដែលនឹងត្រូវចូលមកឯព្រះអង្គផងដែរគុណសូមថ្លែងអំណរប្រគុណដល់ព្រះអង្គទោះជាបងប្អូនដែលមានរោគគាបៀតបៀនដល់រូបរាងកាយនៅទីណាក៏ដោយក៏សូមព្រះអង្គលូកប្រហោះទឹកក៏មានគ្រប់ទាំងវិជាស្តាប្រោសដល់គេឲ្យគេបានជាសះស្បើយនឹងបានចូលមកថ្វាយបង្គំព្រះអង្គជាមួយនឹងទូលបង្គំទាំងអស់គ្នានេះឲ្យបានពិធីនេះកាន់តែមានការអធិកធមឡើងនៅក្នុងព្រះគុណនៃព្រះអង្គហើយគុណសូមថ្លែងអំណរព្រះគុណដល់ព្រះអង្គហើយសតិដែលទូលបង្គំស្នាក់អាស្រ័យនៅនេះផងហើយក៏វិបត្តិផ្នែកនយោបាយឬអ្វីផ្សេងទៀតនោះគឺទូលព្រះបង្គំសូមលើកទូលថ្វាយទៅព្រះអង្គសូមព្រះអង្គចាត់ចែងរៀបរយទៅតាមបំណងប្រាថ្នានៃព្រះអង្គកុំតាមចិត្តមនុស្សដែលជាអ្នកមានបាបឡើយព្រះអង្គអាចគុណសូមថ្លែងអំណរព្រះគុណដល់ព្រះអង្គជាខ្លាំងណាស់ហើយទូលព្រះបង្គំនឹងលើកទូលថ្វាយគ្រប់ទាំងពាក្យទូលសូមទាំងអស់នេះថ្វាយដល់ទ្រង់ដាច់ដោយនៅព្រះបរមនាមមកមានគ្រប់ទាំងវិជាស្តាគឺជាព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទបាទសូមបងប្អូនយើងជួយចុះ